សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយគឺវីដេអូទាក់ទងជាមួយនឹងការធ្វើទឹកបន្ទាយលើកន្ទុយក្រពើហើយនេះគឺជាសកម្មភាពនៃការធ្វើនឹងឲ្យអ្នកនរគ្នាបើសិនជាចង់សាកអីអ្នកនរគ្នាអាចរៀនធ្វើបានហើយទាក់ទងជាមួយនឹងការធ្វើហ្នឹងគឺតិចទេហើយជាក់ស្ដែងនេះយើងដាក់ជាមួយនឹងទឹកហើយយើងដាក់ស្លឹកតើយបន្តិចទៅហើយយើងរងចាំមើលទឹកពុះអញ្ចឹងណាអ្នកនរគ្នាហើយតេតងជាមួយនឹងបន្ទាយទៅរពើដោយសារតែខ្ញុំបានធ្វើលើកមុនម្ដងហើយលើកមុននោះខ្ញុំធ្វើសល់ឡើងទៅខ្ញុំក៏ទុកក្នុងទូទឹកកកដាក់ឡើងកកអញ្ចឹងណាឥឡូវនេះខ្ញុំចាំទឹកពុះដើម្បីខ្ញុំយកជាមួយនឹងបន្ទាយទៅរពើរបស់ខ្ញុំហ្នឹងយកទៅដាក់នៅក្នុងឆ្នាំងដើម្បីវារលាយទឹកកកអញ្ចឹងណាឥឡូវនេះទឹកពុះហើយអ្នកនរគ្នាហ្នឹងហើយយើងរងចាំមើលវាពុះបន្តិចដើម្បីឲ្យស្លឹកតើយហ្នឹងវាចេញសារធាតុឈ្ងុយអញ្ចឹងណាឥឡូវនេះយើងក៏ចាប់ដើមដាក់ជាមួយនឹងបន្ទាយទៅរពើដែលខ្ញុំបានដាក់ក្នុងទូកកអញ្ចឹងណាឥឡូវនេះបានរលាយទឹកកកហើយមើលទៅរឿងតំណងដែរប៉ុន្តែនេះគឺជាបន្ទាយទៅរពើដែលខ្ញុំបានដាក់កកអញ្ចឹងណាដល់ពេលខ្ញុំដាក់កកទៅវាដល់ពេលយើងដាក់ហើយវារលាយទៅវាអត់វានេះទេវាអត់មានពេលដែលទឹកពុះអញ្ចឹងទៅវាអត់មានលក្ខណៈថាវាអត់មានសារធាតុធ្ងន់ណាវាលំអញ្ចឹងទៅវារៀងហើបមកលើអញ្ចឹងទៅវាប្រហែលជាទុកយូរពេកហ្នឹងហើយអ្នកទាំងគ្នាហើយនេះគឺជាទឹកខ្មុំណាអ្នកទាំងគ្នាទៅច្រឡំថាស្ករត្នោតមិនមែនស្ករត្នោតទេហ្នឹងហើយជាក់ស្ដែងយើងមើលទៅលើស្លឹកបន្ទាយទៅក្រពើហ្នឹងវានេះវារៀងអត់សូវលំអញ្ចឹងណាហើយមុននេះខ្ញុំដាក់ស្ករដាក់អីចឹងទៅហើយតើទៅជាមួយនឹងការដាក់ស្ករនេះគឺយើងដាក់ទៅតាមចំណង់ចិត្តរបស់យើងចង់ដាក់រៀងផ្អែមឬក៏ល្មមឬក៏សាបល្មមអីទៅតាមចំណង់ចិត្តរបស់យើងទៅហ្នឹងហើយឥឡូវទីទឹកពុះខ្ញុំនឹងថែមជាមួយនឹងអំបិលបន្តិចដើម្បីវាមានសារធាតុប្រៃតិចៗចឹងណាដើម្បីយើងយករសជាតិហ្នឹងហើយបន្តមកខ្ញុំក៏បានដាក់ជាមួយនឹងទឹកខ្មុំនេះជាម្ដងទៀតមិនមែនស្ករត្នោតទេហ្នឹងហើយទឹកខ្មុំក៏យើងដាក់តាមចំណង់ចិត្តរបស់យើងទៅយើងគួរដាក់ប្រមាណអញ្ចឹងណាហើយទៅជាមួយនឹងការដាក់ទឹកខ្មុំនេះធ្វើឲ្យយើងមានសុខភាពល្អដែរហើយណាមួយគេដាក់ទឹកខ្មុំទៅវាមានក្លិនឆ្ងាញ់អញ្ចឹងណាយើងដាក់ទៅហ្មងណាជាអូខេឥឡូវនេះខ្ញុំក៏បានដាក់ជាមួយនឹងម្ជូរក្រូចដែលខ្ញុំបានចាត់ឲ្យចម្រាញ់យកទៅទឹកអញ្ចឹងណាខ្ញុំមកដាក់ហ្នឹងហើយទៅជាមួយម្ជូរក្រូចនេះក៏យើងដាក់តាមចំណង់ចិត្តយើងដែរហើយឥឡូវនេះគឺរួចរាល់នេះលទ្ធផលចុងក្រោយណាហើយដោយសារតែឥឡូវនេះខ្ញុំចាំឲ្យវាត្រជាក់បន្តិចដើម្បីច្រកដាក់ដបអញ្ចឹងណាហើយនេះគឺជាលទ្ធផលចុងក្រោយគឺទឹកបន្ទាយទៅក្រពើខ្ញុំច្រកដាក់ដបរួចហើយតេតងជាមួយនឹងឆ្ងាញ់មិនឆ្ងាញ់អីតើអ្នកទាំងគ្នាចង់សាកអីអាចតេតងមកខ្ញុំបាននេះអូខេ